ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel យើងខ្ញុំថ្ងៃនេះយើងខ្ញុំបានលើកយករឿងនិទានមួយមកអានជូនពុកម៉ែសន្តាប់ដែលមានចំណងជើងថាកូនខ្លាឃ្មុំនៅក្នុងព្រៃធំមួយមានកូនខ្លាឃ្មុំតូចមួយឈ្មោះបូបូមានចិត្តល្អប៉ុន្តែខ្លាចងាយវាមិនហ៊ានទៅឆ្ងាយពីផ្ទះទេរាត្រីមួយជីដូនប្រាប់រឿងអំពីភ្លើងផ្កាយដែលអាចផ្ដល់ក្តីក្លាហានដល់អ្នកដែលមានចិត្តល្អបូស្ដាប់ដោយធ្វើភ្នែកភ្លឺបូគិតថាបើខ្ញុំមានក្តីក្លាហានខ្ញុំនឹងជួយអ្នកដទៃបានវាសម្រេចចិត្តចេញដំណើរទោះបេះដូងបេះបោក៏ដោយផ្លូវឆ្លងព្រៃងងឹតនិងស្ងាត់សំឡេងខ្យល់ធ្វើឲ្យបូខ្លាចប៉ុន្តែវានឹកដល់ជីដូនហើយក៏បន្តទៅមុខទៀតបូឃើញកូនក្តានជាប់ក្នុងរុក្ខជាតិវាភ័យប៉ុន្តែសម្រេចចិត្តជួយដោយយកឈើចេញយ៉ាងប្រុងប្រយ័ត្នពេលកូនក្តានរួចផុតពន្លឺផ្កាយតូចមួយលេចឡើងលើមេឃភ្លើងផ្កាយធ្លាក់មកជិតបូបំភ្លឺជុំវិញខ្លួនវាបូមានអារម្មណ៍កក់ក្ដៅវាមិនអាចខ្លាចដូចមុនទៀតវាយល់ថាក្តីក្លាហានកើតពីការធ្វើល្អបូត្រឡប់មកផ្ទះតាមផ្លូវដដែលព្រៃដែលមុននេះងងឹតឥឡូវមើលទៅភ្លឺនិងស្រស់ស្អាតបូប្រាប់ជីដូននិងមិត្តភ័ក្តិអំពីដំណើររបស់ខ្លួនសត្វទាំងអស់ស្ដាប់ដោយការកោតសរសើរបូដឹងថាភ្លើងផ្កាយមិនមែនជាវេទមន្តប៉ុន្តែជាចិត្តក្លាហានដែលកើតពីការជួយអ្នកដទៃអត្ថន័យនៃមេរៀននេះទី1ក្លាហានកើតពីចិត្តល្អ2ការជួយអ្នកដទៃធ្វើឲ្យខ្លួនឯងរឹងមាំ3កុំឲ្យការខ្លាចរារាំងការធ្វើល្អចារឿងនិទានថ្ងៃនេះត្រូវបញ្ចប់តែត្រឹមនេះសូមអរគុណពុកម៉ែបងប្អូនដែលបានសន្តាប់សូមជួយ like share subscribe ដើម្បីទទួលបានវីដេអូថ្មីទៀតជារៀងរាល់ថ្ងៃសូមអរគុណ